បងប្អូនពុំអ៊ីស្លាមជាទីគោរពរាប់អានយើងឈានចូលមកដល់ពេលវេលារបស់យើងវិញទៅតាមម៉ោងរបស់យើងនៃខែរ៉ាម៉ាឌនគឺម៉ោង5ឬ5ជាបន្តិចនៃការសំណេះសំណាលរបស់យើងអញ្ចឹងដោយសារថ្ងៃរយ៉ានៃខែរ៉ាម៉ាឌនគឺវាគៀកនឹងជិតមកដល់ហើយអ្វីដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្រើឲ្យយើងធ្វើនៅក្នុងខែប៊ូសនេះបន្ទាប់ពីយើងប៊ូសហើយហ្នឹងគឺនៅសល់ Zakat Fitrah ណាគឺនៅសល់ Zakat Fitrah អញ្ចឹងនៅឃើញថាវាមានលក្ខណៈសំខាន់សម្រាប់បុគ្គលអ៊ីស្លាមត្រូវចេះត្រូវដឹងនិងត្រូវយល់អំពីកាតព្វកិច្ចមួយនេះឲ្យបានច្បាស់មុននឹងធ្វើអ៊ីបាដាតមួយនេះទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចឹងឈានមកដល់ពេលវេលានេះខ្ញុំក៏សូមចូលរួមរំលឹករូបខ្ញុំនិងបងប្អូនទាំងអស់គ្នាអំពី Zakat Fitrah ដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានដាក់កាតព្វកិច្ចមកលើអ៊ុម៉ាត់អ៊ីស្លាមទាំងអស់នៅក្នុងខែរ៉ាម៉ាឌនអញ្ចឹងដូចម្ដេចដែលហៅថា Fitrah Fitrat Allah Fatara an-nas 'alayha វាគឺជាគេហៅថា Fitrah ហ្នឹងគឺកំណើតអាសាលរបស់មនុស្សដែលអល់ឡោះស៊ុបហានាវតាឡាចង់ដែលអល់ឡោះស៊ុបហានាវតាឡាបង្កើតឲ្យមកអាហ្នឹងគេហៅថា Fitrah មានន័យថាភាវៈដើមរបស់មនុស្សចំណែក Sadaqatul Fitr Zakatul Fitr ឬយើងហៅថា Sadaqah al-Fitrah ប៉ុន្តែអ្វីដែលយើងដឹងនេះគឺហៅថា Zakatul Fitr ដូចម្ដេចដែលហៅថា Zakatul Fitr Zakatul Fitr គេហៅថា Zakat ហ្នឹងគឺជា Sadaqah មួយដែលយើងត្រូវចេញទៅឲ្យអ្នកមីស្គីនណាជាចំណីអាហារដោយមានពេលវេលារបស់វាហើយនឹងដើម្បីជំរះនៅឌូសាឬក៏លៀងបាបកម្មដែលយើងបានប្រព្រឹត្តនៅក្នុងខែរ៉ាម៉ាឌននេះនេះគេហៅថា Zakat Fitrah ដោយសារតែវាដើម្បីជានិយមន័យមួយឲ្យយើងងាយយល់ណា Fitrah ឬ Zakat Fitrah យើងហៅបានថាដោយសារតែយើងចែក Zakat Fitrah នេះគឺនៅពេលដែលគេឲ្យយើងស្រែកបួសអាហ្នឹងគឺគេដាក់ឈ្មោះតហ្នឹងពីពោះ Fitrah ហ្នឹងនៃទី1គឺដើមភាវៈរបស់មនុស្សដើមឬភាវៈដើមរបស់មនុស្សដែលអល់ឡោះស៊ុបហានាវតាឡាបង្កើតនៅលើវាហ្នឹងបង្កើតមិនមកគឺមកអញ្ចឹងអានេះគេហៅថា Fitrah ដែរហើយនៅ Fitrah នេះគឺក៏សំដៅទៅលើការស្រែកបួសដែរណាការស្រែកបួសអញ្ចឹងពេលណាស្រែកបួសមកដល់ដែលយើងបញ្ចប់បួសរបស់យើងហ្នឹងអាហ្នឹងគឺវាជាពេលវេលាមួយដែលយើងត្រូវចាក់ Zakat Fitrah ជាសង្ឃឹមថាបងប្អូនអាចយល់បានអំពីនិយមន័យមួយនេះបន្ទាប់មកហិចខ្មាស់បន្ទាប់មកគឺថាគេដាក់កាតព្វកិច្ចឲ្យយើងចេញ Zakat Fitrah ហ្នឹងនៅពេលណាបងប្អូនអញ្ចឹងដំបូងឡើយការដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមនៅម៉ាកាសគឺអត់ទាន់មានទេណាអត់ទាន់មានទេមានបួសដល់ពេលមានបួសនៅក្នុងខែរ៉ាម៉ាឌនឆ្នាំទី2នប៊ីយើងភៀសខ្លួនមកម៉ាឌីណារស់បានមួយឆ្នាំគាត់រស់ចូលឆ្នាំទី2ដែលគាត់មកដល់ម៉ាឌីណាហ្នឹងគឺអល់ឡោះស៊ុបហានាវតាឡាដាក់កាតព្វកិច្ចបួសឲ្យបួសណាដូចយើងបាននិយាយពីដើមខែមកអញ្ចឹងបន្ទាប់ពីបួសហើយអីហើយនៅក្នុងខែនៅក្នុងឆ្នាំទី2នឹងទៀតគឺអល់ឡោះស៊ុបហានាវតាឡាដាក់កាតព្វកិច្ចឲ្យចេញ Zakat Fitrah ណានៅចុងខែរ៉ាម៉ាឌនហ្នឹងនៅក្នុងខែរ៉ាម៉ាឌនហ្នឹងគឺអល់ឡោះស៊ុបហានាវតាឡាដាក់នៅឆ្នាំទី2អញ្ចឹងនៅក្នុងឆ្នាំទី2នៃឆ្នាំហិជ្រ៉ាដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមភៀសខ្លួនមកហ្នឹងគឺមាន2ទី1 Fardu បួសនិងទី2 Fardu Zakat Fitrah ណា Zakat Fitrah អល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមានបន្ទូលថា Qad aflaha man tazakka wa dhakara isma rabbika fasalla ណាគឺបានជោគជ័យហើយអ្នកណាដែលវាបានសម្អាតចេញ Zakat Qad aflaha man tazakka wa dhakara isma rabbihi fasalla ហើយនឹងហ្ស៊ីគៀតឈ្មោះអល់ឡោះនឹកឃើញឈ្មោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡា fasalla ហើយធ្វើការឌូអាឬក៏សម្បះយ៉ាងណាហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមក៏បានមានប្រសាសន៍ដែរអំពីអ៊ីប៊ីនអ៊ុមាររ៉ាឌីយ៉ាឡោះអានហ៊ូ قال أن رسول الله صلى الله عليه وسلم فرض زكاة الفطر من رمضان ណាអញ្ចឹងរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបានដាក់ Zakat Fitrah គឺនៅក្នុងខែរ៉ាម៉ាឌនអញ្ចឹងវាក៏ត្រូវបានគេឯកភាពគ្នានៅក្នុងអ៊ីស្លាមហ្នឹងថាយើងត្រូវតែធ្វើណា
ដោយហុកុំរបស់វាយ៉ាងម៉េចគឺវ៉ាជីបណាហ្វារឌូទី2បន្តមកទៀតគឺហិកម៉ាស់មូលហេតុអ្វីបានជាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្រើឲ្យយើងចេញហ្សាកាត់ហ្វីត្រះអញ្ចឹងនៅក្នុងអ៊ីបាដាតមួយមិនមែនអល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្រើមកទេទេគឺមានហិកម៉ាស់មានមូលហេតុរបស់វាគ្រាន់តែថាអ៊ីបាដាតខ្លះយើងដឹងអ៊ីបាដាតខ្លះយើងអត់ដឹងពីមូលហេតុណាខ្លះយើងដឹងខ្លះយើងមិនដឹងអញ្ចឹងបើសិនជាយើងអាចឈានទៅរកការដឹងអំពីមូលហេតុនៃការដាក់ច្បាប់មកឲ្យបានអានោះគឺវាជាការល្អប្រសើរពីព្រោះការដឹងពីមូលហេតុអាចជំរុញឲ្យយើងប្រឹងប្រែងក្នុងការធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហើយបើសិនជាយើងមិនដឹងទេអានឹងយើងមិនសូវជាមានទឹកចិត្តធ្វើដោយសារតែយើងអត់ដឹងហិកម៉ាស់វាប្រៀបបានដូចជាយើងមិនបានដឹងពីមូលហេតុដែរពីផលបុណ្យនិងប៉ះឡារបស់វាដែរតែបើសិនជាយើងដឹងអានឹងវាជារឿងមួយដែលធ្វើឲ្យយើងនឹងប្រឹងប្រែងក្នុងការធ្វើអ៊ីបាដាតដោយស្រឡះនៅក្នុងអារម្មណ៍ហើយយើងចង់ធ្វើទៀតណាហើយយើងនឹងមិនងាយបោះបង់ទៀតដោយសារតែយើងដឹងអំពីមូលហេតុរបស់វាចឹងមូលហេតុដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្រើឲ្យយើងចេញហ្សាកាត់ហ្វីត្រះនៅក្នុងចុងខែរ៉ម៉ាដននេះគឺនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថាហ្វារដរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហាឌីសរីកាដោយអ៊ីប្នូអាប់បាសថារ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានដាក់កាតព្វកិច្ចហ្សាកាតអលហ្វីត្រីហ្សាកាតហ្វីត្រះនេះទុហម៉ាតានលិសសាអ៊ីមមីនអលឡូវីវ៉ារ៉ាហ្វាទីណាវ៉ាតុអម៉ាតានលិលម៉ាសាគីននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដាក់កាតព្វកិច្ចហ្វីត្រះឲ្យអ្នកអ៊ីស្លាមចេញនៅចុងខែរ៉ម៉ាដនឬនៅក្នុងខែរ៉ម៉ាដននេះគឺជាការសម្អាតទៅដល់អ្នកបួសសម្អាតទៅដល់អ្នកបួសមីនឡូវីអំពីការលេងសើចមានន័យថាសម្អាតអ្នកបួសដែលគាត់លេងសើចនៅក្នុងហ្នឹងគឺហ្សាកាត់ហ្វីត្រះគាត់អាចជួយបោះទូសាអាគាត់លេងសើចហ្នឹងដើម្បីធ្វើការបំពេញមករកប៉ះឡើងបួសរបស់គាត់ឲ្យបានត្រឹមត្រូវណាវ៉ាមីណារ៉ាហ្វាទីគឺការរួមរយៈណាខ្លាចខាញ់លោវាមានប៉ះពាល់ទៅលើប្រការដាក់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាដែលយើងបានដឹងហើយហាមឃាត់នៅក្នុងពេលបួសមិនឲ្យយើងរួមរយៈណាការថើបលែងវាអាចคล้ายទៅជាមកគ្រោះឬអាចទៅជាមកគ្រោះមួយដែលគេឲ្យជៀសវាងបើសិនជាយើងមិនអាចគ្រប់គ្រងទៅលើអារម្មណ៍របស់យើងបាននៅពេលដែលនៅជាមួយនឹងប្រពន្ធណាប៉ុន្តែនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមគាត់បានរស់នៅជាមួយនឹងអេសាដោយធ្វើបែបនោះមែនប៉ុន្តែគាត់ជាមនុស្សដែលគ្រប់គ្រងទៅលើអារម្មណ៍របស់គាត់បានអញ្ចឹងអត់មានបញ្ហាទេប៉ុន្តែសម្រាប់យើងក៏អាចធ្វើបានដែរបើសិនជាយើងគ្រប់គ្រងបានតែបើគ្រប់គ្រងមិនបានទេគឺល្អវាគឺយើងត្រូវចាក់ឲ្យឆ្ងាយអំពីរឿងនោះតែបើសិនជាមានការប៉ះពាល់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្រើឲ្យយើងចេញហ្សាកាត់ហ្វីត្រះទី1គឺសម្អាតអ្នកបួសអំពីការលេងសើចនិងតាក់ទងជាមួយនឹងការរួមរយៈបើមានហើយនឹងហិកម៉ាស់ធំបំផុតនឹងស្អីគេតុអម៉ាតានលិលម៉ាសាគីនវាគឺជាចំណីអាហារសម្រាប់អ្នកក្រីក្រនេះបងប្អូននេះគឺជាមូលហេតុណានេះគឺជាមូលហេតុដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាប្រើទី1គឺជំរះការបួសរបស់យើងអញ្ចឹងយើងកុំភ្លេចណាយើងកុំភ្លេចហើយជឿជាក់ថាបងប្អូននឹងមិនភ្លេចទេអំពីរឿងនេះប៉ុន្តែត្រូវដឹងមូលហេតុវាថានោះគឺជាការជំរះទុសារបស់យើងណាដែលជាអ្នកបួសអំពីការលេងសើចវាតែងតែមានការលេងសើចធ្ងន់ធ្ងរស្រាលតិចអីហ្នឹងគឺវាតែងតែមាននៅក្នុងការបួសរបស់យើងអញ្ចឹងជាការបំពេញប៉ះឡាឲ្យបានពេញណានៅក្នុងបួសរបស់យើងគឺអល់ឡោះស៊ុបហានាហ៊ូវតាអាឡាដាក់ហើយនឹងអំពីការរួមរយៈណាហើយទី2គឺអល់ឡោះប្រើដើម្បីនោះបំពេញបំណងឬបញ្ជូនចំណីអាហារនេះទៅដល់អ្នកក្រដើម្បីឲ្យគាត់មានការសប្បាយរីករាយនៅថ្ងៃអីគេថ្ងៃរ៉ាយ៉ាជាងនេះគឺជាការសន្តោសប្រណីនិងការយល់ឃើញរបស់អ៊ីស្លាមថ្ងៃរ៉ាយ៉ាវាជាថ្ងៃដែលសប្បាយអ៊ីស្លាមហាមបួសនៅថ្ងៃហ្នឹងអញ្ចឹងដើម្បីរកភាពស្មើគ្នានៅក្នុងសង្គមអ៊ីស្លាមបានគិតគូរធ្វើឲ្យមានការចេញហ្សាកាត់មួយនេះដើម្បីរកសមភាពឬការមិនរើសអើងនៅក្នុងសង្គមមួយដើម្បីឲ្យវាមានភាពស្មើគ្នាដោយការចេញហ្សាកាត់ហ្វីត្រះណាឧទាហរណ៍ថ្ងៃរ៉ាយ៉ាគឺជាថ្ងៃសប្បាយមួយក្រុមគាត់ដើរយ៉ាងសប្បាយរីករាយ
chỉ môi nâng sầm lịa bồng bẹ thay môi còng tiết bờ sân chỉ dương mình bàn chui cọt tê cọt và cọt chuyện cùi nộp té ọt cháu rừng cùi gì đá rừng nộp phía đòi tức mục support rứ trên đá đừng kê đá có bàn tay đòi tức mục support nó không nặng nè tức mục support suốt hà tao sừng cung nè vì cứ chia sừng cung môi đã bằng hàng nó ta tập hiệp môi thà việc là ó rồi có việc đó hai chia sừng cung môi đã po pin ta đòi cái đây đi rồi có ó chấm lái và cọt chí ọt tề bờ sân chỉ miền bạch năng chính Islam đã bay lục bằng bát riêng năng cháu cứ Islam trao tại đại zakat fitrah ní đam bay chun tỏ đó nè ná chun tỏ đó nè cái cỏ đam bay lướt tức mốc rồi bỏ cọt cứ ngay năng ọt miền cam bài trái to tại sọ cứ theo tiếng ọt ní ác nhiều nhầm bàn tiếng ọt ní ọt miền bài trái bản nạ tì nè tiếng ọt ní cứ ọt miền phiệp khóc lại bị khné tì cứ nhiều nhầm smart khné tức mốc pram pray sọc sái nè ai chơi chơi khné bàn nè ai chơi chơi khné bàn Hadis môi tiết Nabi sallallahu alaihi wasallam ban prat tham mấy nuhum anis su'al fi hadzal yawm traoតែធ្វើឲ្យពួកគេគ្រប់គ្រាន់ដើម្បីកុំឲ្យពួកគេសុំនៅថ្ងៃនោះនៅថ្ងៃរ៉ាយ៉ាចុះឡូវបើសិនជាអត់មានកតាបកិច្ចមួយនឹងទេយើងស្លៀកសម្លៀកបំពាក់ណាល្អយើងជិះឡានយើងហូបឆ្ងាញ់យើងគឺជាអ្នកមានយើងគឺជាអ្នកដែលមានកិត្តិយសអញ្ចឹងជាទម្លាប់នៅក្នុងសង្គមអ្នកមានកិត្តិយសអ្នកមានសម្លៀកបំពាក់ល្អអ្នកដែលមានឋានៈឧត្តមឧត្តមនៅពេលដែលដើរនៅក្នុងសង្គមគឺគាត់អត់ចង់ឲ្យអ្នកណាដែលមកជិតគាត់នឹងគឺជាអ្នកដែលអន់អ្នកដែលមិនសូវមានកិត្តិយសណាអ្នកដែលមិនមានឋានៈប្រហាក់ប្រហែលគាត់គឺគាត់អត់ចង់ទេនៅពេលដែលគាត់ដើរនៅក្នុងសង្គមនៅថ្ងៃហ្នឹងក៏គាត់មិនចង់ដែរមានអ្នកមកបទីងបតងបតៈមុខរបស់គាត់ដោយការលើកដៃសុំណាទាំងគាត់ត្រូវការសបាយគាត់មានការងាររបស់គាត់ត្រូវចេះចុះគឺគាត់អត់ចង់ទេអញ្ចឹងអ៊ីស្លាមដោយយល់អំពីមូលហេតុទាំងអស់នេះហើយទើបអ៊ីស្លាមដាក់ zakatul fitr ដាក់ zakat fitrah នេះដើម្បីបំបត្តិអានឹងនៅថ្ងៃរ៉ាយ៉ានេះគឺកុំឲ្យមានតតែសោះហើយចុះបើសិនជាមានថាសង្គមមួយអត់មានអានឹងទេអ្នកមានដើរទៅផាច់អ្នកក្រមកសុំពឹបណាមកសុំគាត់បើសិនជាគាត់ចិត្តល្អអត់បញ្ហាចុះបើសិនជាគាត់ថ្ងៃហ្នឹងត្រូវប្រញាប់ទៅនេះទៅនោះហើយមកលើកដៃសុំឬក៏មកផ្ទះឬក៏រំខានគាត់អត់បានចេញទៅណាតនពេលវេលាឬក៏កំពុងរៀបចំអីទៅគាត់សំដែងនៅរឹកមួយណាឬរឹកពីមួយឬអត្តចរិតមួយដែលមិនសមរម្យទៅអ្នកក្រអន់ចិត្តទី1អ្នកក្រអន់ចិត្តចំណែកគាត់ត្រូវបានអ្នកផងទាំងពួងដែលគេមើលឃើញបើសិនជានៅតាមផ្លូវឬនៅតាមទីសាធារណៈថាជាមនុស្សម្នាក់ដែលកំណាញ់ប៉ុន្តែជួនកាលចិត្តគាត់អត់កំណាញ់ទេដោយសារតែពេលវេលានិងគាត់មានធុរកិច្ចដែលគាត់ត្រូវធ្វើត្រូវបន្តឲ្យបានប្រញាប់ប៉ុន្តែបើប៉ះអីមកណាទាំងរបៀបរបបសម្លៀកបំពាក់មិនសមរម្យអីអញ្ចឹងទៅគឺគាត់អត់ចូលចិត្តជួបនិយាយឬវិស័យតាក់ទងនិយាយគ្នានៅក្នុងរឿងហ្នឹងគឺគាត់អត់ចង់អញ្ចឹងអាបញ្ហាហ្នឹងវាប៉ះនៅក្នុងសង្គមទូទៅអ្នកជុំវិញអាចនឹងមើលមកដោយក្តីអន់ចិត្តឬវាយតម្លៃទៅលើគាត់អ្នកនេះក៏អន់ចិត្តនឹងវាយតម្លៃទៅលើគាត់ហើយគេក៏មិនបានទទួលនៅអាហារដើម្បីហូបចុកនៅថ្ងៃនោះដែរអាហ្នឹងណាអញ្ចឹងអ៊ីស្លាមគឺវាស៊ីជម្រៅនៅក្នុងរឿងហ្នឹងអានេះគ្រាន់តែឧទាហរណ៍ទេណាឧទាហរណ៍ទេប៉ុន្តែដោយសារអ៊ីស្លាមស៊ីជម្រៅការពារកុំឲ្យឈានទៅដល់រឿងហ្នឹងណាឈានទៅដល់រឿងហ្នឹងគឺអ៊ីស្លាមត្រូវដាក់កតាបកិច្ច zakat fitrah ដើម្បីលុបបំបត្តិនៅរឿងទាំងអស់ហ្នឹងកុំឲ្យមាននៅថ្ងៃរ៉ាយ៉ានេះគឺជាហិកម៉ាស់បងប្អូននេះគឺជាហិកម៉ាស់ដែលខ្ញុំត្រូវបកវងកញ្ចក់ដើម្បីថាបញ្យលបន្តទៅគឺវាទៅណាគឺវាអាចឈានទៅរករឿងដែលយើងត្រូវបំបត្តិចង់នៅក្នុងសង្គមហើយអញ្ចឹងបើសិនជាយើងចូលរួមនៅក្នុងការលុបបំបត្តិកុំឲ្យពួកគេមានមកសុំនៅក្នុងថ្ងៃនោះទាំងអស់គ្នាប្រំប្រៃអ្នកមានក៏មិនត្រូវបានគេវាយតម្លៃអ្នកក្រក៏មិនអត់ហូបណាអ្នកដែលខ្វះខាតគឺគាត់មានទឹកមុខដូចយើងស្មើគ្នានៅក្នុងសង្គមតែម្ដងដូចយើងប៊ូសយើងអត់មានស្ដាច់អត់មានមិនស្ដាច់អត់មានអ្នកក្រអត់មានអ្នកមានដើរនៅក្នុងភូមិអ្នកប៊ូសគឺទាំងអស់គ្នាទឹកមុខស្មើណាស្មើតែម្ដងអត់មានថាអ្នកណាហូបមាន់ដុតពីយប់ប្រហែលសើចឆ្ងាញ់ជាងអ្នកនេះឬអ្នកនេះហូប
bài bùa bàn đời xa chùm này đi hư trâu cầm sọt những cái cứ ăn miếng đi ngày lá cứ tực một spôn dây sầm lên mình sâu chỉ lư tề dây sầm lên cứ mình sâu chỉ lư tề đời xa ấy đời xa thằng ọt nè nâng cầm bông tai ọt trom mình miên là há rư mình phật đâm bay với ibadat tới cho Allah subhanahu wa ta'ala chắc là akhlaq này phiếp smart kia nó việc bệnh tranh mó tam là dễ ca ibadat anh tại mà đòn bà tôi dương trong sầm đáy có việc sầm đáy mình ban lươn nắng nè hay bà sen chỉ dương trong mình sầm đáy với co việc trâu tại tranh mó này nè thì pro riêng này cứ chỉ riêng bất đại dương phơ tới cho Allah subhanahu wa ta'ala tao cứ tại rất nâng akhlaq về mó đối xoay provod nè chân đáy nó không ca tranh zakat fitrah tao ao nè khó ní đại Nabi sallallahu alaihi wasallam trao ban Allah subhanahu wa ta'ala bình chia mò ói tranh fardu ní tao đã tao đó umat Islam ní cứ đời xa riêng nâng đài nhé cứ đời xa riêng nâng đài chừng tì bóng ổn cứ dừng trâu chỉ diêm châu ruom chơi rơ nè na cứ chỉ nè khó bật bật cọt sầm rạp dương đó zakat rồi bỏ dương ói tổ kỳ đâm bay ói chom nhé tì muối hơi nâng dương mơ thà nè nút cứ chỉ nè ibadat hay ót đầm bày dương bắt đầu ở kế đầm bày ói kế nâng hộp tấu miền cầm lăng trong cá với ibadat từ chủng của Allah subhanahu wa ta'ala hỏi cá trong thời gian là bao dương ní dương mình men cầm năng ti có con tay vía chỉ ibadat bởi vía chỉ ibadat dương trâu phơ vía ở bán tàu tam bài bot nâng phơiอย่างนั้น ដើម្បី រក ការ ផ្ចិតផ្ចង់ នៅ ក្នុង ibadat របស់ យើង ឲ្យ Allah subhanahu wa ta'ala ទទួល យក បាន ទាំង ប៉ះឡា អាខិរ៉ាត ហើយ នឹង ចំណេញ នៅ ក្នុង ឌុនយ៉ា ទៀត ណា យើង អត់ មាន គិត គូរ ធ្វើ រៀង ឲ្យ តែ រួច គឺ អត់ ទេ គឺ យើង ត្រូវ យក ចិត្ត ទុក ដាក់ នៅ ក្នុង នោះ អញ្ចឹង យើង ចូល ដល់ វគ្គ បន្ត ទៀត គឺ អី គេ ចំនួន ភាគ ច្រើន នៅ យើង នេះ គឺ គេ ចេញ នឹង ស្អី គេ គឺ គេ ចេញ នឹង អង្ករ អញ្ចឹងយើងនឹងនិយាយគ្នាដល់ថ្ងៃស្អែកថាតើយើងអាចចេញអ្វីខ្លះហើយនឹងអ្វីខ្លះដែលយើងមិនអាចចេញបានដែលមានការបកស្រាយពីទួនហើយក៏ប៉ុន្តែខ្ញុំក៏ចូលរួមបកស្រាយបន្តទៀតនៅក្នុងកម្មវិធីឬក៏ពេលវេលានៃការសំណេះសំណាលរបស់យើងនៅពេលល្ងាចនៅក្នុងខែរ៉ាម៉ាឌននេះដែរចំនួនចេញគឺ1កន្តាំងណា1កន្តាំងអញ្ចឹងសម័យរ៉ាស៊ូលឡោះ សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ គឺគាត់ចេញ1កន្តាំងដែលស្មើនឹងអ៊ូឡាម៉ារកឃើញ1កន្តាំងរបស់ណាប៊ីយើង សល្លឡោះ អាឡៃហ៊ី វ៉ាសាឡាំ ហ្នឹងស្មើនឹង4ក្បង់ដៃមនុស្សដែលមានក្បង់ដៃណាធំល្មមមិនធំពេកក៏មិនតូចពេកដែរគឺមាន4ណា4អាហ្នឹង4ក្បង់ដៃហ្នឹងណាអាហ្នឹងគឺវាស្មើនឹងzakat fitrah អ្នកខ្លះថាអ៊ូឡាម៉ាខ្លះគាត់ថាម៉េចបើសិនជាយើងប្រមាណអត់ដឹងថាចំនួនប៉ុន្មានគឺរមនុស្សដែលមានទំហំដៃធំជាងយើងឬធនកដាលរបស់មនុស្សនៅតំបន់យើងហ្នឹងមកឲ្យវល់មកណាវល់4ដងនេះអាក្បង់ដៃហ្នឹងទៅហើយយកទៅឲ្យគេទៅអាហ្នឹងក៏សះដែរអាហ្នឹងមានអ៊ូឡាម៉ាខ្លះគាត់ថាអញ្ចឹងក៏ប៉ុន្តែគេបានវាស់ឲ្យយើងហើយប៉ុន្តែការវាស់ហ្នឹងវាមានខីឡាហ្វផ្ទុយគ្នាទៀតអ្នកខ្លះថា3គីឡូអ្នកខ្លះថា2គីឡូ4ខាំអ្នកខ្លះថា2គីឡូលើសពីនឹងទៅណាទៅតាមប្រភេទនៃចំណីអាហារអញ្ចឹងទៅប៉ុន្តែអ្វីដែលខ្ញុំយកមកអនុវត្តសម្រាប់ខ្ញុំផ្ទាល់ខ្លួនឯងគឺខ្ញុំគិត3គីឡូណា3គីឡូសម្រាប់ zakat fitrah ចឹងអ្វីដែលលំចូលរួមនៅល្ងាចនេះគឺមានត្រឹមប៉ុណ្ណេះហើយយើងនឹងបន្តនៅល្ងាចស្អែកជជែកគ្នាអំពីថាអ្វីខ្លះដែលយើងចេញបើវាចំនួន3គីឡូតើអ្វីខ្លះដែលយើងអាចចេញបានជាលុយជាអង្ករឬជារបស់ហូបផ្សេងដែលគេហៅថាជាចំណីអាហារគ្រឹះរបស់តំបន់នៃការរស់នៅរបស់យើងហើយគេហៅថាតំបន់ហ្នឹងវាប្រវែងម៉ានគិតប្រទេសទាំងមូលឬក៏នៅក្នុងខេត្តទាំងមូលគេហៅថាប៉ុណ្ណឹងឬក៏វាឆ្លងទៅដល់ទ្វីបបានគេហៅថាតំបន់នៃការរស់នៅចឹងយើងនឹងជួបពិភាក្សាគ្នាទៀតនៅថ្ងៃស្អែកថ្ងៃនេះខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះ Subhanakallahumma bihamdika asyhadu an la ilaha illa anta astaghfiruka wa atubu ilaik wa